ក្រទ្របមែនប៉ុន្តែកុំឲ្យក្របន់ទៅមើលហើយសម្បត្តិខាងក្រៅឯណាឲ្យមានតម្លៃដូចជាសម្បត្តិបន់នោះដែលចិត្តអាចសន្សំបានទៀតនឹងឯងទោះជាវាមិនមែនជាសិទ្ធិជាអ្នកមានទ្រព្យសម្បត្តិបណ្ណាបណ្ណីក៏មិនមែនថាសម្បត្តិមាសប្រាក់លុយកាក់នឹងចេះតែទិញសេចក្តីសុខបាននោះទេមិនមែនយកប្រាក់ទៅទិញសេចក្តីសុខបានទេរឹតតែមិនអាចសម្រេចមគ្គផលបានដោយសារប្រាក់នឹងទៅទៀតក៏ណាប៉ុន្តែសេចក្តីសុខសម្រេចត្រង់ចិត្តដែលបានអប់រំតែដែលព្រមល្មមទៅតើហើយអាចសម្រេចមគ្គផលបានដោយការអប់រំព្រមចរិយធម៌ក្នុងចិត្តសន្តាននេះទេតើអញ្ចឹងយើងគួរតែល្មមហើយជាមួយនឹងជីវិតដែលបានមកប៉ុណ្ណឹងហើយទោះជាម្ដេចម្ដាក៏យើងរស់នៅដោយសារជីវិតរបស់យើងដែរកុំរបៀបដូចជាមើលងាយមើលថោកខ្លួនឯងដោយសារតែមិនសម្បូរទ្រព្យសម្បត្តិមិនសម្បូរទៅដោយវ័យក្នុងโลกហ្នឹងទៅជាមើលងាយជីវិតហ្នឹងដែលខ្លួនឯងបានរស់នៅមកដល់សប្តាហ៍ហ្នឹងរស់នៅដោយជីវិតខ្លួនឯងទៅតើមិនមែនរស់នៅដោយសារជីវិតអ្នកដទៃណាវារបៀបដូចថាយើងរស់មួយថ្ងៃបាន10000រៀលហើយអ្នកដទៃដែលគាត់មានបាននឹងមានបុណ្យកុសលពីអតីតជាតិបានធ្វើជាមួយព្រះពុទ្ធព្រះវិជ័យកពុទ្ធអីជាដើមហ្នឹងណាបានឲ្យផលមកចឹងទៅគាត់អាចរួមមួយថ្ងៃបាន$10000ថាចឹងទៅហើយយើងបានតែ10000រៀលចឹងវាខុសគ្នាច្រើនណាស់ប្រហែលជា4000ដងណាណាពី10000រៀលទៅ$10000ហ្នឹងប៉ុន្តែយើងរស់នៅដោយសារ10000ហ្នឹងទិញអង្គអស់ប្រមាណពាន់ទៅមហោប្រមាណអីចឹងទៅហ្នឹងឯងមិនមែនរស់នៅដោយសារ$10000របស់អ្នកដទៃនោះឯណានេះគ្រាន់តែលើកដើម្បីបញ្ជាក់ឲ្យឃើញថាដែលយើងរស់នៅសពថ្ងៃរស់ដោយសារជីវិតរបស់យើងហើយយើងបែរទៅជាមើងងាយជីវិតខ្លួនឯងកើតទុកសោកសៅទៅហ្នឹងឯងហើយដូចថាឪពុកម្ដាយយើងក្រប៉ុន្តែចិញ្ចឹមយើងឲ្យរស់បានហើយយើងទៅមើងងាយគាត់ថាក្រហ្នឹងឯងទៅមិនមែនយើងរស់នៅដោយសារលោកសិទ្ធិចិញ្ចឹមយើងឯណានៅដោយសារឪពុកម្ដាយយើងហ្នឹងគាត់ក្រមិនមកតែគាត់ចិញ្ចឹមយើងរស់អាហ្នឹងក៏ជាឧទាហរណ៍មួយទៀតជាការពិតហើយជាឧទាហរណ៍ចង់មកបញ្ជាក់ថាយើងរស់នៅដោយសារជីវិតរបស់យើងគឺណាយល់ទេពាក្យថាជីវិតរបស់យើងនេះណាហ្នឹងឯងហើយប៉ុណ្ណឹងជាដើមទុនល្មមហើយដែលយើងអាចកាន់សិល5បានសិល5ហ្នឹងមិនមែនទៀមទាឲ្យយើងមានបានបណ្ណាអញ្ចឹងទៅថាអាចចិញ្ចឹមសិល5បានឯណាចិញ្ចឹមបានទាំងឧបោសថទៀតឧបោសថហ្នឹងរត់តែទៀមទាឲ្យយើងលះបង់នៅគ្រឿងជាប់ជំពាក់ក្នុងកាមគុណក្នុងគ្រឿងប្រដាប់តាក់តែងអីហ្នឹងទៅទៀតណោះមានទៀមទាប្រដាប់អលង្ការអីទេអញ្ចឹងយើងល្មមជាមួយនឹងជីវិតប៉ុណ្ណឹងយើងអរគុណនឹងជីវិតហ្នឹងហ្នឹងឯងដែលបានឲ្យយើងរស់ហើយប្រព្រឹត្តព្រះមច្ចរិយធម៌ទាំងអញ្ចឹងគឺសំខាន់ណាស់ណាគុណធម៌ទាំងយើងមិនចេះតែត្រេកអរខ្វាកទៅជាមួយនឹងសម្បត្តិក្នុងលោកអីសពថ្ងៃហ្នឹងពិតមែនតែថាវាមានផ្ទះខ្ពស់50-60ជាន់100ជាន់អីក៏ពិតមែនវាខ្ពស់តែផ្ទះទៅបន្តិចគុណធម៌របស់មនុស្សរឹតតែទៀបចុះទៅទេចឹងមិនមែនខ្ពស់ដូចផ្ទះឯណាហ្នឹងឯងយើងមើលវិបត្តិនៅក្នុងពិភពលោកហ្នឹងចឹងទៅចឹងដើម្បីឲ្យយើងប្រឹងប្រែងសាងគុណធម៌ឲ្យខ្ពស់ក្នុងចិត្តសន្តានហើយផ្ទះធំគឺណាផ្ទះធំមែនតែអាចថាសឹងតែរស់អ្នកនៅគ្មានចឹងទៅហ្នឹងឯងម្នាក់ពីរនាក់អីចឹងទៅអាហ្នឹងណាដោយវារវល់រៀងខ្លួនចឹងទៅម៉ែឪឈឺអីចឹងមិនដឹងកូននៅណាអីចឹងទៅមិនសូវបានមកអើតម៉ែឪអីចឹងទៅហ្នឹងឯងជាការដែលចុះខ្សោយទៅនៅគុណធម៌ទាំងវាអត់ធំដូចផ្ទះដែលចិត្តតែធ្វើទៅវាចេះធំបានមែនប៉ុន្តែគុណធម៌វាមិនធំទេធំបីថាយានអវកាសទៅដល់ឋាន
ប្រចាំឋានព្រះអង្គាអីក៏ពិតមែនប៉ុន្តែដល់តែមែនទេទៅគ្រាន់តែឆ្លងពីផ្ទះយើងឆ្លងខ្នល់ទៅមកខាងទៀតដើម្បីរាប់អានគ្នាអីហ្នឹងមិនទាំងរាប់អានគ្នាកើតផងនៅផ្ទះជាប់គ្នាឆ្លោះគ្នាមើលហ្នឹងឯងអាហ្នឹងយើងគិតពីរឿងទាំងអស់ហ្នឹងដើម្បីឲ្យពុទ្ធបរិស័ទយើងមានស្មារតីយល់អំពីតម្លៃនៃជីវិតដែលយើងរស់នៅចឹង